អ្នកធ្លាប់ឆ្ងល់ទេថាប្រសិនបើពស់មានពឹសខំគ្នាទៅវិញទៅមកឬច្រឡំខំអណ្ដាតខ្លួនឯងតើពួកវាអាចនឹងងាប់ដោយសារពឹសនោះដែរឬទេចម្លើយពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ជាទូទៅពស់មានអាក្រោះជីវសាស្ត្រក្នុងឈាមរបស់វាមានអង្គបដិប្រាណពិសេសដែលអាចបន្សាបពឹសរបស់ខ្លួនឯងបានដូចនេះបើវាខំគ្នាឯងក្នុងប្រភេទតែមួយវាគ្រាន់តែរបួសសាច់ដុំបន្តិចបន្តួចប៉ុណ្ណោះតែមិនងាប់ដោយសារពឹសឡើយប៉ុន្តែកុំអាលទុកចិត្តអីភាពស៊ាំនេះមានដែនកំណត់ទី1បើវាត្រូវពស់ខុសអំបូរខំឧទាហរណ៍ពស់វែករាជខំពស់ថ្លាន់នោះគឺព្រោះវាគ្មានថ្នាំបង្ការសម្រាប់ពឹសខុសប្រភេទឡើយទី2បើវាត្រូវខំចំកន្លែងគ្រោះថ្នាក់បំផុតដូចជាបេះដូងឬខួរក្បាលទោះពីស្ទេចទួចក៏អាចធ្វើឲ្យវាទៅមិនរួចដែរចុះអ្នកវិញតើអ្នកធ្លាប់ឃើញសត្វអ្វីផ្សេងទៀតដែលមានសមត្ថភាពការពារខ្លួនប្លែកៗបែបនេះទេ Comment ប្រាប់យើងផងកុំភ្លេចចុច Subscribe ដើម្បីដឹងរឿងរ៉ាវសត្វប្លែកៗជុំវិញពិភពលោក